លោក Alexander Mohanich នេះ Alexander the Great ជារាជាដ៏ល្បីល្បាញម្នាក់នៅក្នុងប្រវត្តិសាស្ត្រពិភពលោកគាត់កើតនៅឆ្នាំ356មុនគ្រិស្តសករាជនៅទីក្រុង Macedonia ដែលស្ថិតនៅភាគខាងជើងប្រទេសក្រិកព្រះបិតារបស់គាត់គឺស្ដេច Philip ទី2 King Philip II Alexander Mohanich នេះគឺជារដ្ឋាភិបាលម្នាក់ដែលបានបង្កើតអាណាចក្រដ៏អស្ចារ្យមួយវាជាអាណាចក្រមួយដែលមានភាពរុងរឿងនិងមានអំណាចខ្លាំងបំផុតនៅសម័យនោះអាណាចក្ររបស់គាត់បានរីកចម្រើនក្នុងផ្នែកវប្បធម៌សិល្បៈនិងពាណិជ្ជកម្មដែលធ្វើឲ្យប្រជាជនរស់នៅក្នុងសន្តិភាពនិងមានសុភមង្គលដោយសារ Alexander មានបំណងពង្រីកអាណាចក្ររបស់គាត់ឲ្យធំជាងមុននិងក្លាយជាមេដឹកនាំដ៏អស្ចារ្យលើពិភពលោកគាត់មានគំនិតថាប្រសិនបើអាចបញ្ចូលប្រទេសទាំងអស់នៅក្រោមអំណាចរបស់ខ្លួននោះពិភពលោកនឹងរស់នៅក្នុងសន្តិភាពតែមួយដោយហេតុនេះគាត់បានដឹកនាំកងទ័ពធំចេញទៅវាយប្រហារប្រទេសជិតខាងដោយបានបង្កើតអាវុធនិងបណ្ដុះបណ្ដាលកងទ័ពរបស់ខ្លួនឲ្យមានវិន័យខ្ពស់ Alexander អាចធ្វើឲ្យកងទ័ពមានកម្លាំងនិងសមត្ថភាពល្អក្នុងការប្រយុទ្ធគាត់បានបង្រៀនឲ្យទាហានរបស់ខ្លួនមានភាពស្មោះត្រង់ក្លាហាននិងគោរពច្បាប់យោធាកងទ័ពរបស់គាត់ត្រូវបានបែងចែកជាក្រុមដូចជាកងម៉ាសេដូនីដែលមានដាវវែងកងជាសេះនិងកងបាញ់ព្រួយដែលរួមគ្នាបង្កើតជាកម្លាំងប្រយុទ្ធដ៏រឹងមាំការដឹកនាំកងទ័ពទៅតាមធ្លូវសមុទ្របង្ហាញពីភាពក្លាហាននិងការគ្រប់គ្រងយ៉ាងមានយុទ្ធសាស្ត្ររបស់ Alexander គាត់បានប្រើទាំងកងទ័ពជើងគោកនិងកងទ័ពជើងទិតដើម្បីវាយប្រហារប្រទេសសត្រូវតាមផ្លូវសមុទ្រដែលជារឿងពិបាកបំផុតសម្រាប់សម័យនោះកងទ័ពរបស់គាត់ត្រូវប្រឈមមុខនឹងខ្យល់ខ្លានិងរលកធំប៉ុន្តែដោយសារមានការដឹកនាំយ៉ាងរឹងមាំពួកគេអាចឈ្នះឧបសគ្គទាំងអស់បានបន្ទាប់មក Alexander បានបើកឆាកប្រយុទ្ធយ៉ាងសាហាវជាមួយកងទ័ពសត្រូវដោយប្រើយុទ្ធសាស្ត្រដ៏ឆ្លាតវៃនិងកម្លាំងអាវុធដ៏ទំនើបសម្រាប់សម័យនោះទោះជាសង្គ្រាមមានភាពសាហាវនិងការបាត់បង់ជីវិតជាច្រើនក្តីក៏ប៉ុន្តែគាត់បានទទួលជោគជ័យដ៏អស្ចារ្យនិងបន្តពង្រីកអាណាចក្ររបស់គាត់ឲ្យធំធេងជាងមុនដំណើរនៅតាមផ្លូវសមុទ្ររបស់ Alexander ក៏នៅតែបន្តដោយមិនឈប់សម្រាករហូតដល់គាត់ឈានដល់គោលដៅដែលបានកំណត់ទោះបីជាត្រូវប្រឈមមុខនឹងខ្យល់ក្លារលកធំនៅភាពអស់កម្លាំងក៏ដោយកងទ័ពរបស់គាត់នៅតែមានការតស៊ូនិងស្មោះត្រង់ក្នុងការបន្តដំណើរ នឹងចាំយូរប៉ុន្មានបន្ទាប់ពីការធ្វើដំណើរតាមសមុទ្រពួកគេបានបន្តធ្វើដំណើរថ្មើរជើងជាយូរយ៉ាវតាមដីរាបនិងភ្នំដ៏លំបាកកងទ័ពរបស់ Alexander ត្រូវជួបប្រទះនឹងភាពអស់កម្លាំងការខ្វះអាហារនិងអាកាសធាតុដ៏ត្រជាក់ក្តៅខ្លាំងប៉ុន្តែពួកគេមិនដែលបោះបង់ទេពួកគេចងចាំបំណងរបស់មេដឹកនាំរបស់ខ្លួនហើយបន្តដំណើរទៅមុខដោយសង្ឃឹមថានឹងឈានដល់គោលដៅយ៉ាងជោគជ័យការតស៊ូនិងភាពអត់ធ្មត់របស់ពួកគេបានបង្ហាញពីកម្លាំងចិត្តនិងស្មារតីរួបរวมដ៏អស្ចារ្យនៃកងទ័ព Alexander ពួកគេត្រូវប្រឈមមុខនឹងអាកាសធាតុក្តៅខ្លាំងនៅពេលធ្វើដំណើរឆ្លងកាត់តំបន់ធំកម្ដៅថ្ងៃបានធ្វើឲ្យទាហានជាច្រើនអស់កម្លាំងនិងត្រូវការទឹកសម្រាប់រស់រានមានជីវិតបន្ទាប់មកពួកគេបានបន្តដំណើរឆ្លងកាត់ភ្នំដ៏ខ្ពស់ដែលពោរពេញដោយថ្មនិងផ្លូវលំបាកទោះបីជាមានភាពពិបាកប៉ុណ្ណាក៏ដោយពួកគេចង់បន្តទៅមុខដោយសារក្តីស្មោះត្រង់ចំពោះមេដឹកនាំនិងបំណងសម្រេចគោលដៅដ៏ធំរបស់ពួកគេការតស៊ូក្នុងស្ថានភាពដូចនេះបានបង្ហាញពីកម្លាំងនិងចិត្តរឹងមាំរបស់កងទ័ព Alexander ការអត់ធ្មត់របស់ពួកគេនៅតែបន្តទោះបីជាត្រូវប្រឈមមុខនឹងភាពលំបាកគ្រប់យ៉ាងក៏ដោយពួកគេមិនធ្លាប់បោះបង់ចិត្តទេទោះមានភាពអស់កម្លាំងខ្វះអាហារនិងការធុញថប់ក្នុងដំណើរយូរយ៉ាងក៏ដោយការអត់ធ្មត់នោះបានធ្វើឲ្យពួកគេក្លាយជាកងទ័ពដ៏រឹងមាំនិងមានស្មារតីរួបរวมខ្ពស់ពួកគេក៏បានមកដល់ទន្លេមួយដែលមានឈ្មោះថាទន្លេ Tigris ទន្លេនេះមានទឹកច្រើននិងរាបស្មើប៉ុន្តែការឆ្លងកាត់វានៅតែមិនងាយស្រួលទេពីព្រោះមានរលកខ្លាំងនិងឆ្នេរត្រជាក់ទោះបីជាពួកគេត្រូវប្រឈមមុខនឹងសេចក្តីអស់កម្លាំងកងទ័ព Alexander នៅតែបន្តដំណើរទៅមុខដោយសារតែមានភាពស្មោះត្រង់និងក្តីការធ្វើដំណើរទាំងថ្ងៃទាំងយប់របស់ពួកគេក៏បាននាំឲ្យពួកគេមកដល់គោលដៅដោយបានក្រងទុក
ទោះបីជាត្រូវប្រឈមមុខនឹងភាពលំបាកអស់កម្លាំងនិងអាកាសធាតុដ៏ខុសគ្នាកងទ័ព Alexander នៅតែបន្តដំណើរដោយមានភាពស្មោះត្រង់និងសេចក្តីជឿចំពោះមេដឹកនាំការតស៊ូរបស់ពួកគេ មិនចាំយូរប៉ុន្មានពួកគេក៏បានបើកឆាប្រយុទ្ធយ៉ាងសាហាវដោយមិនមហិច្ឆតារបស់ពួកគេក្នុងការគ្រប់គ្រងផែនដីទាំងមូល Alexander បានដឹកនាំកងទ័ពយ៉ាងឆ្លាតវៃប្រើយុទ្ធសាស្ត្រដ៏ខ្លាំងនិងអាវុធទំនើបសម្រាប់សម័យនោះដើម្បីវាយប្រហារប្រទេសស្រូវនិងបង្កើតអាណាចក្រដ៏ធំទូលាយទោះបីជាសង្គ្រាមមានភាពសាហាវនិងមានការបាត់បង់ជីវិតជាច្រើនកងទ័ពរបស់គាត់នៅតែស្មោះត្រង់និងមានកម្លាំងចិត្តខ្ពស់ដើម្បីធ្វើឲ្យគោលដៅរបស់មេដឹកនាំសម្រេចបានជោគជ័យ ដោយមានការបង្ហូរឈាមពីទាំងសងខាងកងទ័ព Alexander មិនបានបោះបង់ចិត្តទេទោះបីជាទ្រូប្រឈមមុខនឹងការបាត់បង់ជីវិតជាច្រើនកងទ័ពរបស់ពួកគេនៅតែស្មោះត្រង់និងមានកម្លាំងចិត្តខ្ពស់ដោយសារតែការដឹកនាំយ៉ាងឆ្លាតវៃនិងយុទ្ធសាស្ត្រដ៏រឹងមាំ Alexander បានទទួលជោគជ័យលើសង្គ្រាមនោះនៅក្នុងដំណាក់កាលទី1របស់ពួកគេជោគជ័យនេះបានបន្ថែមកេរ្តិ៍ឈ្មោះនិងទំនុកចិត្តចំពោះកងទ័ពរបស់គាត់ដើម្បីបន្តការពង្រីកអាណាចក្រនៅដល់តំបន់ផ្សេងៗបន្តទៀត